Here we go ការប្រកួតចាប់ផ្ដើមបានលេងចេញពីក្រុមភ្ញៀវ Madura ឯកសណ្ឋានក្រហមលីសខោពណ៌ខ្មៅស្រោមជើងពណ៌ក្រហមស៊ីដានបំផ្លាញចូលក្នុងហើយត្រង់នេះ Pablo Augusto Gabi អូយ Breninho មិនទាន់4នាទីស្រួលបួលផង Breninho រកបានគ្រាប់បាល់បញ្ចូលទីនាំមកឲ្យព្រះខ័នរាជស្វាយរៀងយើងមើលត្រង់នេះការតែទម្លាក់ឲ្យប៊ុនផាចាន់បញ្ជូនត្រឡប់មកវិញគៀសមួយទាញចូលជើងឆ្វេងដើម្បីងាយស្រួលបញ្ជូនចូលក្នុងបាទក្រឡកបន្តិចផុតក្បាលទាត់បញ្ចូលទីបានយ៉ាងល្អ1-0អូយបាទគុណភាពនៃការបញ្ចប់ទីរបស់ Breninho បាទមើលទៅមិញបាទសក់នោះស្តៀងនឹង Gabi ខំស្រ័យថា Gabi ប៉ុន្តែមិនមែន Gabi ទេគឺ Breninho អ្នករកគ្រាប់បាល់បញ្ចូលទីនាំមុខឲ្យព្រះខ័នរាជស្វាយរៀង1-0ត្រង់នេះញាក់មួយសិនអស់ទៅមុខសុនមួយជើងចូលមួយជើងស្ដាំនេះបាទពីមុនប្រចាំមុនកងឲ្យព្រះខ័នរាជស្វាយរៀងបន្តនាំមុខលើ Madura United 2-0 នៅនាទីទី6សំលេងបាទគឺអើងកងបាទហូបពេញពហុកីឡដ្ឋានបាទជាមួយនឹងស្នាមញញឹមបាទរបស់អាយដាមឌីវិជាដែលជាប្រធានក្លឹបផ្ទាល់តែម្ដងបាទគឺរីករាយនឹងចង់ឃើញបាទការប្រកួតលទ្ធផលបាទបែបនេះបាទដែលព្រះខ័នរាជធ្វើបានយើងទស្សនាការលេងចេញពីតំបន់ការពារឲ្យប៉ាសេផ្លោះស្នៀតកីឡាករឡាវមុនប្រចាំមុនកងត្រង់នេះបាទគឺអូសយកអេឡង់បាទសុតផុតដៃរកចាំទីបាទបុកជាមួយនឹងបង្គោលចូលទីបានសម្រេចបាទត្រឹមតែ6នាទីមកចាប់ផ្ទះស្វាយរៀងបាទធ្វើបានល្អមែនទែនបាទ2-0បាទនាំមុខទៅលើក្រុមភ្ញៀវ Madura United បាទទស្សនាទាំងអស់គ្នាបាទទស្សនិកជននាទីទី15អេឡង់ជើងឆ្វេងរបស់ Zidane ត្រង់នេះបាទហើរឡើងលើរបាទីទៅហើយបាទញៀនសូស៊ីដានបាទពិតជាគាត់ជាអ្នកសុទ្ធមែន Zidane បាទប្រើបច្ចេកទេសផ្ទាល់ខ្លួនបាទ Pablo ឲ្យ Zidane សុទ្ធឆ្វេងត្រង់នេះអ្នកចាំទីបដិសេធបាទគ្រាប់បាល់ទី3អាចរៀបរាំងបាល់នេះបានបាទក៏លោកពីដៃបន្តិចប៉ុន្តែអាចទៅសង្គ្រប់បាល់វិញបានមួយជើងឆ្វេងបាទ Origin បាទរបស់ Zidane នេះបាទគឺចំគោលដៅបាទចំគោលដៅទស្សនាការលេងបាទ 1-2 បាទជាមួយនឹង Pablo បាទ Zidane ក៏ខ្ចីជើង Pablo ទះមកបន្តិចមកបាទសុទ្ធបានមែនបាទប៉ុន្តែអ្នកចាំទីគាត់រៀបរាំងបានសម្រេចZidane បាទក៏បញ្ជូនទៅឆ្វេង Breninho បាទយកទៅតាន់ទេ Breninho ទៅតាន់Gabi បាទត្រង់ចំណុចនេះ Gabi ទះថយក្រោយឲ្យ Pablo សុំមួយជើងស្ដាំត្រង់នេះ Gabi offside ទៅហើយបាទប៊ីគ្រាប់បាល់ទី3ប្រិមិត្តក្រោកឡើងហូរឲ្យទៅហើយបាទបើតែ Pablo បាទគឺទាត់មិនចំពេញប្រអប់ជើងបាទដូច្នេះធ្វើគ្រាប់បាល់ទី3ក៏មិនកើតឡើងដែរមិញនេះបាទរត់ស្លាប់បាទការបញ្ជូនរបស់ Zidane បាទត្រង់នេះគឺការសុទ្ធបាទចំណុចរបស់ Zidane សិនបាទមួយជួយចំគោលដៅមុននេះបាទ Pablo បញ្ជូនទៅស្ដាំមកឲ្យមកញៀនសូស៊ីដានបាល់លៀន offside ទេ Zidane មួយស្មើ Zidane សុទ្ធឆ្វេងខុសគោលដៅឬឆ្កែបន្តិចបាទចំហចលនានេះល្អណាស់មិនអសើទេ Ezecheri Joseph Ezecheri ដល់មកលេងនៅខ្មែរអត់ដែលលេងនៅពហុកីឡដ្ឋានជាតិម៉ូដឌីជូបាទធ្លាប់ទៅលេងតាមក្លឹបនេះបាទគេប្រុងឈីបបាទបន្តនេះយើងមើលនេះបាទអត់បានសម្រេចទេ Joseph Ezecheri មើលចលនារបស់ Pablo ហើយក៏ឲ្យទៅ Pablo ទប់ស្អាតណាស់អត់អសើទេ Pablo ចាំបន្តិច Pablo ទាញមួយសិន Pablo ទៅណាទៀតត្រៀមទាត់បាល់ជ្រុងតែលេងខ្លីបញ្ជូនមកទាត់យកតែម្ដងត្រង់នេះប៊ុនផាចាន់មុនកងបាទបញ្ជូនមកស្លាប់ខាងឆ្វេងបាទទប់បាល់បានល្អបាទវាយបកចុងម៉ោងសម្រាប់ Madura បាទទាញ 1-2 បាទប្រធានក្រុមអត់រួចទេបាទកីឡាករបាទ Lulinya ឥឡូវនេះវាយបកវិញបាទខាងក្រុមបាល់តបប្រខាននេះស្វ័យរៀងបាទប៊ុនប្រចាំមុនកងបាទលេងខ្ចីជើងបាទជាមួយនឹង Zidane ទៅទៀតហើយបាទប៊ុនប្រចាំមុនកងកឹបត្រង់នេះដួលអាជ្ញាកណ្ដាលពីណីទេអត់ពីណីទេបាទអត់មានបាល់ពីណី11ម៉ែត្រទេបាទខ្សែការពារគេឈូសបានល្អបាទអ្នកចាំទីក៏ឡើងមកចាប់បាល់បានទាន់សភាពការបាទនៅស្លាប់ខាងស្ដាំបាទជាថ្មីម្ដងទៀត
bà sưu mà tròn cho vật ní kì hot đua ai nha cái đó ọt oi bal pin này thì bà Brenino mà Brenino quạt kia bal trên cái bà hơi có bằng ác đầm nào bà cho mình nè trăm tỷ anh miền ca cháy video thế và chúng tôi sẽ tròn đi dẫn đi mơ plong đấy bà cứ bằng bà bằng trường một tay tiếng bà ô tô mục tiết xuất chuyên vì rẽ đà ra bà bạn đi sai chọc bao này bao nhiêu lọ bà vì Brenino bà ơi Gabi cắt ơi mà Pablo tròn đi Pablo chụp vào to tiết xịt đần nè trăm ti và tia trên bàn mì xoa ô bà xịt đần bật chưa bà trường chuyên con phiệp men mình sao mình bán bà trường chuyên bà xịt đần bà triếm bà trường bà xoay riêng bà lang chuyên sâm bà bốn phải chan bốn con lướt mà ăn tí pi tại tròn đi thay một trường chuyên tiết nè trăm ti chập ban bà sral mình tên bà ca thay bà xui bị sao mục tí bà dương tu sana ca tay đi bà mùi ở ca lọ từ hỏi nè trăm ti chui bàn long mà trăm trường chui nghe bà xui bị sao thay một trường tiết mà là mô mà nè trăm ti đây luôn chập bọn chúng chọn từ đấy tiềnตัวอะไรนะตรวจยกแต่มาดองแต่ปัจจุบันบอกโอดาวราเลยbà bình chun bà mau slap slam toàn sập hiệp cá lo mới tên cắt bal lơ mà tròn đi ọt miền địa time điเลยយើងទស្សនាbà caសម្រុករបស់ស្វាយរៀងសិនbà bình chun mà tròn đi bà Gabi cắtមកbàមិនរតនៈទាញមួយផុតអត់ផុតទេbàបតាយ៉ាងណានៅបានបាល់ជាបន្ត4ប្រចាំ4កងហ្វាំង1 2bà chọnមកកណ្ដាលត្រង់នេះល្អណាស់បាទទាត់ស្ដាំមួយជើងអត់ចំគោលដៅទេបាទ Gabi អូបាទស្ដាយគ្រាប់បាល់ទី3នៅនឹងមុខហើយបាទ Gabi ធ្វើអត់បានបាទការបោះភាពវៃឆ្លាតបាទរបស់4ប្រចាំ4កងមកត្រូវទីតាំងមកល្មមបាទហើយថែមបច្ចេកទេសផ្ទាល់ខ្លួនឆ្កឹះបាល់យកមកសុទ្ធទៀតបាទសម្រាប់ Gabi ឆាបបានទៅលេងបន្តទៅហើយបាទមិនរតនៈមួយជើងស្ដាំត្រង់នេះទៅណាមិនតន់ឆ្ងាយបាទបាល់ជាប់នឹង Gabi ទាញឲ្យគាត់ទាត់ឆ្វេងបាល់ចេញទៅខាងក្រៅខាង Madura គៀបយកបាល់បានតែត្រង់នេះបាទសុទ្ធមួយជើងអូហូបាទជូសិនទីប៉ែនស្ដាំអ្នកចាំទីមីស្វាបាទនៅតែអាចជួយបានល្អណាស់បាទការសុទ្ធបាញ់មិញបាទយើងមើលបាទខាងណាបាញ់មិញបាទគឺជូសិនទីបាទអ្នកចាំទីដោលចេញបានបញ្ជូនចូលទៅក្នុង4ផាចាន់4កងចូលក្នុងប្រអប់4ផាចាន់ទាត់សម្ដៅទី4ផាចាន់ទាញជួយស្ដាំមួយបញ្ជូនបានយ៉ាងល្អលើកដៃនៅខាងក្រៅបង្គោលទី2ប៉ុន្តែកាត់ចូលកណ្ដាលនេះឆៃលើទាត់យកតែម្ដងបុកជាមួយនឹងខ្សែការពារបាទរតនៈឃើញចឹងណាឲ្យតែម្ដងចូលប្រឡោះជើងល្អមែនទែន Gabi កាត់ទៅហើយមិនរតនៈការបញ្ជូនដ៏ល្អការបញ្ចប់ទីដោយគ្មានកំហុស3-0ភាពស៊ីចង្វាក់គ្នាបច្ចេកទេសរបស់ Gabi ទាញប្រឡោះជើងខ្សែការពារកាត់ស្រាលត្រង់មិនរតនៈ Tap in បញ្ចូលទីបានសម្រេចបើយើងមើលការបញ្ជូនខ្សែការពារបាទចូលប្រឡោះជើងត្រង់នេះ Gabi បញ្ជូនចូលប្រឡោះជើងម្នាក់ទៀតអូយបាទ Montero ខឹងមែនតើថ្ងៃនេះបាទអត់ជួយចាប់រតនៈបាទឲ្យបាទគាត់ខឹងមករុំក្រុមឲ្យរតនៈមកតែឯងបាទទូលាយណាស់ខាង4ប្រច័នទាត់យកទៅដល់យ៉ាងណា4ប្រច័នកាត់ទៅហើយសំដៅមិនរតនៈប៉ុន្តែ Montero បាទជាអ្នកស្កាត់បានលើកនេះបាទ4ប្រច័នជើងឆ្វេងយើងក៏អត់ទាត់ទេតែក៏បញ្ជូនចូលប្រឡោះជើងមួយសល់ម្នាក់ទៀតដែលបាទអាចស្កាត់បាល់នេះបានសម្លេងកញ្ចែបញ្ចប់ការប្រកួតរបស់លោកអញ្ញាកណ្ដាល Asker បានបន្លឺឡើង